Bonjour à tous et bienvenue à la place du français សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសិក្សាភាសាបារាំងជាមួយនឹងគេហទំព័រ La Place du Français នៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងបានសិក្សាអំពីកិរិយាសព្ទដែលបញ្ចប់ដោយ er ដែលជាកិរិយាសព្ទក្នុងក្រុមទី1នៅក្នុងភាសាបារាំងដូច្នេះកុំឲ្យខាតពេលយូរយើងទៅទស្សនានិងសិក្សាទាំងអស់គ្នាតោះអញ្ចឹងជាបន្តទៅនេះគឺយើងនឹងសិក្សាអំពីការបំបែកកិរិយាសព្ទនេះទាំងអស់គ្នាដែលភាសាបារាំងហៅថា conjugaisonនៅក្នុងនេះគឺយើងមានសព្វនាមប្រធានដូចខាងក្រោម je, tu, il, elle, on, nous, vous, il avec s និង elle avec s ប្រសិនបើអ្នកទាំងអស់គ្នាមិនទាន់បានសិក្សាអំពីសព្វនាមប្រធានឬក៏ចង់ស្វែងយល់ឲ្យកាន់តែច្បាស់អ្នកទាំងអស់គ្នាអាចទៅសិក្សាបន្ថែមនៅក្នុងវីដេអូបន្តបានអញ្ចឹងត្រឡប់មកកិរិយាសព្ទក្រុមទី1របស់យើងវិញឧទាហរណ៍យើងយកកិរិយាសព្ទ parler មកសិក្សាទាំងអស់គ្នាដែលកិរិយាសព្ទនេះគឺយើងបកជាភាសាខ្មែរថានិយាយកិរិយាសព្ទ parler នេះគឺជាប្រភេទកិរិយាសព្ទក្នុងក្រុមទី1ដែលវាបញ្ចប់ដោយ er ដូច្នេះដើម្បីបំបែកកិរិយាសព្ទនៅក្នុងក្រុមទី1បានជាដំបូងគឺយើងត្រូវលុប er ចេញនោះអ្វីដែលយើងនៅសល់គឺយើងហៅថា le radical ពាក្យនេះផងដែរគឺយើងមិនបកជាភាសាខ្មែរនោះទេដោយនៅក្នុងវិជ្ជាករភាសាខ្មែរគឺมันមានការបំបែកបែបនេះឡើយនៅពេលដែលយើងបាន le radical បែបនេះហើយគឺយើងត្រូវយកវាទៅបូកជាមួយនឹងផ្នែកមួយទៀតដែលគេហៅថា les terminaisons ដែលមានដូចជា e, es, ons, ez និង ent ចំពោះផ្នែក les terminaisons នេះគឺអ្នកទាំងអស់គ្នាត្រូវតែទន្ទិញឲ្យចាំដោយសារតែវាជាផ្នែកដែលសំខាន់នៅក្នុងការបំបែកនៃកិរិយាសព្ទក្រុមទី1នេះតោះនៅពេលដែលយើងបានទម្រង់បែបនេះហើយគឺយើងរៀនអានវិញម្ដង je parle tu parles il parle elle parle on parle nous parlons vous parlez il parle elle parle ចំពោះការអានគឺអ្នកទាំងអស់គ្នាត្រូវតែចំណាំនៅត្រង់សព្វនាមប្រធាន je, tu, il, elle, on និង il avec s, elle avec s គឺអ្នកទាំងអស់គ្នាត្រូវតែចំណាំគឺសូររបស់វាគឺដូចគ្នា je parle, tu parles, il parle, elle parle, on parle, il parle, elle parle ឧទាហរណ៍មួយទៀតដើម្បីឲ្យកាន់តែច្បាស់ជាមួយនឹងកិរិយាសព្ទ aimer, aimer ដែលយើងបកជាភាសាខ្មែរថាស្រឡាញ់ឬក៏ចូលចិត្តអញ្ចឹងកិរិយាសព្ទនេះគឺដូចជាកិរិយាសព្ទ parler ដែរជាដំបូងគឺយើងត្រូវតែលុប er ចេញអ្វីដែលនៅសល់គឺយើងហៅថា le radical នៅត្រង់ចំណុចនេះគឺអ្នកនរត្រូវតែចំណាំ je វាបដូរខ្លួនទៅជា j apostrophe វិញពីព្រោះកិរិយាសព្ទ aimer របស់យើងគឺជាកិរិយាសព្ទដែលផ្ដើមដោយស្រៈដូចនេះសូមអ្នកនរចំណាំនៅរាល់កិរិយាសព្ទទាំងឡាយណាដែលផ្ដើមដោយស្រៈរួមជាមួយនឹង h ផងដែរគឺ je វាបដូរខ្លួនទៅជា j apostrophe វិញបន្ទាប់មកគឺយើងយកវាទៅបូកជាមួយនឹង les terminaisons របស់យើងតោះឥឡូវយើងអានទាំងអស់គ្នា j'aime tu aimes il aime elle aime on aime nous aimons vous aimez ils aiment elles aiment la liaison នៅត្រង់ចំណុចនេះសូមអ្នកទាំងអស់គ្នាប្រយ័ត្នចំពោះការអាននៅក្នុងភាសាបារាំងនៅត្រង់ចំណុចនេះគឺយើងត្រូវអានភ្ជាប់ il aime elle aime on aime nous aimons vous aimez ils aiment elles aiment តោះឥឡូវនេះគឺយើងមកបែកជាមួយនឹងកិរិយាសព្ទមួយទៀតគឺ écouter écouter ដែលយើងបកជាភាសាខ្មែរថាស្ដាប់កិរិយាសព្ទនេះគឺផ្ដើមដោយស្រៈដូចគ្នាដែរតោះឥឡូវយើងធ្វើការបំបែកទាំងអស់គ្នាជាដំបូងគឺយើងលុប er ចេញអញ្ចឹងអ្វីដែលយើងនៅសល់គឺ le radical ហើយយើងបូកជាមួយនឹង les terminaisons របស់យើងតោះយើងធ្វើការអានទាំងអស់គ្នា j'écoute tu écoutes il écoute elle écoute on écoute nous écoutons vous écoutez ils écoutent elles écoutent តោះយើងមកមើលឧទាហរណ៍មួយទៀតជាមួយនឹងកិរិយាសព្ទ regarder regarder ដែលយើងបកជាភាសាខ្មែរថាមើលដូច្នេះយើងធ្វើការបំបែកទាំងអស់គ្នាយើងធ្វើការលុប er ចេញបន្ទាប់មកវាអ្វីដែលនៅសល់គឺគេហៅថា le radical ហើយយើងបូកជាមួយនឹង les terminaisons របស់យើងតោះយើងធ្វើការអានទាំងអស់គ្នា je regarde tu regardes il regarde elle regarde on regarde nous regardons vous regardez il regarde
Elle regarde. Voilà, c'est fini. អញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នេះឯងជួបគ្នានៅក្នុងវីដេអូក្រោយទៀត Merci et à bientôt